រដូវខ្យល់ព្យុះមកដល់ហើយសម្រាប់ទូកនេសាទធំរាល់ឆ្នាំតែងតែមានទូកលិចនៅទីនេះស្លាប់មនុស្សមិនតិចទេអាកាសធាតុបែបនេះគ្មានអ្នកណាហ៊ានចេញទូកទេតែខ្ញុំគ្មានជំរឿឡើយប៉ាកូនមិនចង់ធ្វើជាបន្ទុករបស់ប៉ាម៉ាក់ទៀតទេឈប់ព្យាបាលកូនទៅបានទេប៉ានានាកូនកុំនិយាយអញ្ចឹងទោះប៉ាត្រូវបដូរជីវិតនេះក៏ត្រូវតែមើលជំងឺកូនឲ្យជាដែរតោងឲ្យជាប់វើយទាញខ្សែសន្ទូចឲ្យដឹងផុតរលកមួយនេះយើងប្រមូលមកមកងាប់ហើយបងត្រីឆ្លាមខាំមងដាច់ឥឡូវហើយត្រីតុកកែសុទ្ធមកបងយ៉ាងហោចណាស់ក៏តម្លៃ20,000ដែរមកមួយនេះគឺជាជីវិតកូនស្រីអញមិនអាចបាត់បង់វាដាច់ខាតទុកឲ្យជាប់បងជាងត្រីក្នុងមុងនៅសល់អត់បងនៅតាបងត្រីតុកកែ200តោនថែបានទាំងអស់ហ្មងទុកឲ្យនឹងបាក់ត្រឡប់ទៅកំពង់ផែវិញទៅខ្ញុំថែមឲ្យ30ទៀតក្នុង1គីឡូឲ្យតែទុកណាអាចដឹកត្រីតុកកែល្អមកដល់ផែក្នុងរយៈពេល3ថ្ងៃនេះអស់ប៉ុន្មានក៏ខ្ញុំហ៊ានឲ្យដែរអាកាសធាតុព្យុះបែបនេះអ្នកណាហ៊ានចេញទៅសមុទ្រភាគខាងកើតមានតែទៅស្លាប់កុំថាឡើយទៅនេសាទសូម្បីតែអាចត្រឡប់មកវិញទាំងរស់ក៏ចាត់ទុកថាសំណាងពន្ធភ្នំទៅហើយមែនហើយថៅកែចាងទូលុយសងជំងឺចិត្តខ្ពស់ប៉ុណ្ណាក៏ដោយក៏មិនអាចយកជីវិតមនុស្សទៅដូរដែរចាំកន្លះខែទៀតព្យុះស្នប់ចាំគិតទៀតទៅចាំអត់បានទេបើខុសកិច្ចសន្យាខ្ញុំត្រូវសងគេ10លានទំនិញមួយទុកនេះគឺជាជីវិតខ្ញុំហើយនោះគឺទុកសុនហ្វុងទុករបស់ជាងយ៉នគេពិតជាអាចឆ្លងកាត់ខ្យល់ព្យុះបានមែនអាកាសធាតុចង្រៃបែបនេះគេនៅតែអាចត្រឡប់មកវិញទាំងរស់ទៀតថៅកែចាងសុទ្ធតែត្រីតុកកែល្អហ្មងជាងយ៉នលោកពិតជាទេវតារបស់ខ្ញុំមែនត្រីតុកកែ200តោននេះខ្ញុំទិញក្នុងតម្លៃខ្ពស់បំផុតសរុប5លានខ្ញុំនឹងវេលលុយឲ្យលើនេះហ្មងអរគុណថៅកែចាងខ្ញុំជាប្រធានទូកសុនហ្វុងឈ្មោះចៅលេជាពូម៉ាក់របស់ជាងយ៉នលុយនឹងវេចូលកាន់នីក្រុមហ៊ុនខ្ញុំមកខ្ញុំអ្នកចាត់ចែងថៅកែវេទៅអ្នកណាក៏ដូចតែគ្នាពួកយើងជាបងប្អូនមិនប្រកាន់រឿងនេះទេត្រីមួយទុកនេះលក់បាន5លានបើចែកគ្នា50ខ្ញុំបាន2លានកន្លះមានលុយនេះខ្ញុំអាចជួយសង្គ្រោះជីវិតកូនស្រីខ្ញុំបានហើយនេះ80,000គឺជាកម្លាំងញើសឈាមដែលឯងចេញទុកលើកនេះ80,000អាល័យឯងច្រឡំទេដឹងមិនក៏មានតែ80,000អញ្ចឹង80,000អាល័យឯងកំពុងលេងសាច់ស្អីហ្នឹងពួកយើងនិយាយគ្នាត្រូវរលអស់ហើយតាណោះប្រាក់ចំណេញចែកគ្នាពាក់កណ្ដាលម្នាក់អាយ៉នពួកយើងជាបងប្អូនធំដឹងក្តីជាមួយគ្នារួមរស់ស្លាប់ជាមួយគ្នាអញជាអ្នកចេញទុកចេញលុយសាំងនិងរត់ការឯកសារឯងចេញបច្ចេកទេសនិងនាំកូនចៅទៅនេសាទប្រាក់ចំណេញពួកយើងចែកគ្នា50ហ្មងលើលោកនេះមានតែឯងទេដែលហ៊ានចូលតំបន់ព្យុះនោះអញធានាថាមិនឲ្យឯងខាតទេពេលត្រឡប់មកវិញថ្លៃវះកាត់កូនស្រីឯងអញធានារ៉ាប់រងទាំងអស់អូខេអាល័យអញទុកចិត្តឯងជើងនេះទោះត្រូវបដូរជីវិតក៏អញត្រូវតែយកត្រីមួយទុកធំមកឲ្យឯងវិញដែរចែកគ្នា50ស្អីគេអាយ៉នឯងនៅសមុទ្រយូពេកចូលទឹកខួរក្បាលហើយមែនទេហាមានតែ80,000នឹងឯងយកក៏យកមិនយកក៏ហើយទៅនេះជាកិច្ចសន្យាមានក្រដាស់មានស្នាមសរសេរច្បាស់ថាចែកគ្នាពាក់កណ្ដាលបានសិតអីមកឯងតែ80,000នោះត្រឹមតែក្រដាស់ទេមួយសន្លឹកសោះឯងគិតថាវាអស្ចារ្យណាស់មែនកិច្ចសន្យានេះគ្មានមេធាវីដឹងងឺគ្មានបោះត្រាផងទៅប្តឹងអ្នកណាក៏គេមិនខ្វល់ពីឯងដែរអាយ៉នឈប់ធ្វើខ្លួនដូចកូនក្មេងទៅចៅលៃ3ខែមកនេះអញនាំកូនចៅអន្តែត្រែងលើសមុទ្រជាង100ថ្ងៃទ្រាំនឹងខ្យល់ព្យុះកម្រិត8ទម្លាក់សន្ទូចទាំងយប់ទាំងប្រឡប់ដើម្បីដណ្ដើមតំបន់នេសាទអញអត់ងុយ72ម៉ោងជាប់គ្នាដើម្បីរក្សាមនុស្សអញហ៊ានលោតទៅប្រយុទ្ធជាមួយត្រីឆ្លាមស្ទើរតែបាត់បង់ជីវិតក្នុងសមុទ្រទៅហើយលុយ5លានដែលអញយកជីវិតទៅបដូរមកអញឲ្យអញតែ80,000ហាសិតតែសំជាញ៉ាឯងត្រូវឆ្កែស៊ីអស់ហើយមែនទេអញកុំមកធ្វើជាគួរឲ្យអាណិតនៅទីនេះប្រធានទូកណាដែលថាមិនចេញសមុទ្រនោះអញទៅស៊ើបសួរគេមើលជួបប្រធានទូកម្នាក់មួយឆ្នាំអស់លុយប៉ុន្មានអញឲ្យឯង80,000នេះគឺយកមុខរាប់អានគ្នាជាបងប្អូនណាស់ទៅហើយទូកក៏អញជាអ្នកទិញលុយសាំងក៏អញអ្នកចេញខ្សែរត់ការនៅកំពង់ផែក៏អញមួយទិញក៏អញជាអ្នករកអញគ្រាន់តែបញ្ចេញកម្លាំងបើកទូកសោះបានប៉ុណ្ណឹងគួរតែអរគុណអញទៅបើមិនអញ្ចឹងទេអញជួបប្រធានទូកផ្សេងត្រឹម3ទៅ50,000ក៏គេព្រមធ្វើដែរវើយចៅលៃឯងសាកនិយាយម្ដងទៀតមើលថាប៉ុន្មានឯងចង់ធ្វើអីអញប្រាប់ឲ្យហើយណាកុំចង់ធ្វើអីផ្ដេសផ្ដាសវើយអាល័យអញសុំអង្គវរែងចោះកូនស្រីឯងកំពុងសង្គ្រោះបន្ទាន់នាងកើតជំងឺមហារីកឈាមកំពុងរងចាំលុយដើម្បីវះកាត់បដូរខួរឆ្អឹងពេទ្យប្រាប់ថាថ្លៃវះកាត់និងថ្នាំសង្កូវយ៉ាងហោចណាស់ក៏80,000ដែរឯងឲ្យអញ40,000មកទេ20,000ក៏បានដែរជួយសង្គ្រោះជីវិតកូនស្រីឯងសិនទៅណាគ្មានលុយមើលជំងឺកូនគឺមកពីឯងវាអន់ខ្លួនឯងពាក់ព័ន្ធអីជាមួយអញហាឯងគ្រាន់តែជាកម្មករបើកទូកម្នាក់សោះចង់បាន20,000ឯងសមនឹងទទួលបានវីទេកម្មករបើកទូកមែនទេចុះបើមិនមែនអាអ្នកនេសាទស្អុយឲ្យ80,000នឹងគឺលើកដំកើងឯងណាស់ទៅហើយគុំតែបានអញកុំអីម្លេះឯងនៅលីត្រីឲ្យគេនៅមាត់សមុទ្ររកបានតែ200រៀលមួយថ្ងៃបាត់ហើយអញ្ចឹងទើបត្រូវតាណយកលុយនេះទៅហើយទិញអីឆ្ងាញ់ឲ្យកូនស្រីឯងញ៉ាំទៅចាត់ទុកថាជាទឹកចិត្តរបស់ឪពុកចោះចាំទុកណាសម្អាតទុកឲ្យស្អាតបាត់ផង3ថ្ងៃក្រោយចេញទុកឲ្យម្ដងទៀតបើហ៊ានតែមិនទៅអញនឹងធ្វើឲ្យឯងរស់នៅទីនេះលេងចុះហ្មងអញដឹងហើយ
អាចឆ្កែតច្រកសោះចង់មកចែកលុយជាមួយអញផងគ្មានអញសំបីតែក្តាររំឈូសកូនស្រីក៏គ្មានលុយទិញដែរវើយលុយអញសុកចិត្តយកទៅចិញ្ចឹមស្រីក្មេងក៏មិនអោយអាអ្នកនេសាទដូចជាអញដែរអាឡូអូនសម្លាញ់ចិត្តបងល្ងាចនេះបងនាំអូនទៅដល់ទិញអីវ៉ាន់ណាខ្សែហឺមមួយខ្សែដែលអូនស្រឡាញ់លើកមុននឹងចាំបងទិញឲ្យហ្មងកុំភ្លេចហៅពូម៉ាអូនឯងមកជាមួយផងមកថ្ងៃនេះរាល់ការចំណាយទាំងអស់បងអ្នកចេញប៉ា80000 យ៉នសំបីតែថ្លៃឯកមួយអាទិត្យក៏មិនគ្រប់ផងត្រឡប់ទៅវិញតើអញត្រូវប្រាប់ប្រពន្ធយ៉ាងម៉េចទៅជាងយានអញចេញមកហើយតាចៅលៃវេរលុយឲ្យហើយមែនទេជើងនេះពួកយើងមិនបានបដូរជីវិតទេឡើយវើយទីបំផុតអាចមានលុយសង់ផ្ទះឲ្យគ្រួសារហើយតានឹងហើយខ្ញុំក៏រងចាំលុយនេះយកទៅព្យាបាលភ្នែកម៉ែនៅពេលកាំងដែរអញប្រហែលជាបានចែកជាង4លានយ៉នហើយតាពេលនេះថ្លៃវះកាត់របស់នានបានដោះស្រាយហើយហាចាំរឿងនេះចប់សពគ្រប់ពួកយើងផឹកជុំគ្នាអបអរសាទរមួយក្តារហ្មងចៅលៃចែកឲ្យខ្ញុំតែ80000 យ៉នទេនេះ80000 យ៉នអាចៅលៃថោកទាបនឹងស្មានតែវាឲ្យឯងត្រឹម80000 យ៉នមែនក៏ប្រពន្ធវាហើយ3ខែនេះគឺឯងជាអ្នកនាំពួកយើងទៅបដូរជីវិតទាំងកាត់ព្យុះកិច្ចពីចៅសមុទ្រតាំងជាមួយត្រីឆ្លាមចំណេញបាន5លានវាឲ្យឯងតែ80000នេះទង្វើកូនមនុស្សមែនត្រូវហើយជាងយានផែកលើបច្ចេកទេសរបស់ឯងតើមានក្រុមហ៊ុននេសាទណាក្នុងស្រុកមិនដណ្ដើមគ្នាយកឯងនោះសុកចិត្តជួលទូកធ្វើខ្លួនឯងក៏ប្រសើរជាងធ្វើកញ្ជះអាចៅលេងនោះដែរទូកនេសាទតូចបំផុតមួយគ្រាន់តែថ្លៃជួលមួយខែអស់រាប់ម៉ឺនទៅហើយកុំថាឡើយថ្លៃសាំងនិងអាជ្ញាប័ណ្ណនោះខ្ញុំមានតែ80000នេះសំបីតែថ្លៃកក់ក៏មិនគ្រប់ផងចាត់ទុកថាខ្ញុំជំពាក់ពួកឯងចុះឲ្យជាងយានតែ80000អានេះមិនយូរមិនឆាប់គង់តែរន្ទះបាញ់ទេលុយចំណែកធ្លាក់មកហើយមែនទេគ្រូពេទ្យទើបតែទីអំបញ្ញមិញនេះគេថាបើយើងមិនបង់លុយកក់ទេថ្ងៃស្អែកគេនឹងបញ្ឈប់ថ្នាំហើយអូនបងសុំទោសបងយកបានតែ80000 យ៉នប៉ុណ្ណោះ80000 យ៉នជាងយានបងឯងប្រាប់ខ្ញុំថាបងទៅបដូរជីវិត3ខែរកបាន5លាន យ៉នតែយកមកវិញបានតែ80000 យ៉នចៅលៃវាហែកកិច្ចសន្យាចោលហើយវាថាត្រឹមជាក្រដាស់ទេគ្មានលិខិតបញ្ជាក់គ្មានត្រាទុកប្តឹងផ្ដល់ក៏គ្មានអ្នកណាខ្វល់ដែរវាថាបងត្រឹមជាកម្មករស៊ីឈ្នួលបើកទូកម្នាក់ឲ្យ80000នេះគឺយកយល់មនោសញ្ចេតនាបងប្អូនណាស់ទៅហើយលុយដែលនៅសល់វាស៊ីដាច់ទាំងអស់ចៅលៃមិនក៏វាធ្វើអញ្ចឹងនោះគឺជាលុយសង្គ្រោះជីវិតនាងណាលោកជាងនិងអ្នកស្រីស៊ូអាការៈរបស់នាងស្រាប់តែធ្លាក់ចុះហើយក្របឈាមសកើនឡើងខ្លាំងសួតក៏មានសញ្ញាឆ្លងមេរោគធ្ងន់ធ្ងរដែរត្រូវតែសង្គ្រោះបន្ទាន់ជាប្រញាប់យឺតបំផុតត្រឹមថ្ងៃត្រង់ស្អែកត្រូវតែបង់លុយកក់150,000ឲ្យគ្រប់បើមិនអញ្ចឹងទេមានតែពន្យាពេលអ្នកទាំងពីរក៏ដឹងដែរជំងឺមហារីកឈាមកូនកណ្ដុរស្រួយស្រាវយឺតមួយថ្ងៃគឺប៉ះពាល់ដល់អាយុជីវិតហើយស្ថានភាពរាងកាយរបស់នាងប្រហែលជាទ្រាំមិនដល់ខែក្រោយទេជាងយានកូនស្រីបងចិត្តស្លាប់ហើយបងយកលុយមកបានតែ80000 យ៉នតើឲ្យខ្ញុំយកអីទៅជួយសង្គ្រោះកូនទៅការចំណាយពេញមួយហាងយប់នេះខ្ញុំចៅលៃជាអ្នករ៉ាប់រងសប្បាយឲ្យអស់ដៃម៉ងទៅអរគុណបងលៃសង្ហាជាងគេហ្មងហាបងលៃអេមណាស់ទុកស៊ុនបូជើងនេះចំណេញកប់ក្តងហើយមែនទេឮថាគ្រាន់តែប្រាក់ចំណេញសុទ្ធក៏ជាង3លាន យ៉នទៅហើយបងលៃឡយហ្មងរឿងតូចតាច់តើគ្រាន់តែល្មមឲ្យខ្ញុំចាយលេងបានប៉ុន្មានខែប៉ុណ្ណោះអាចជាងយាននោះវាល្ងងណាស់ស្មានតែអញចែកលុយវា50មែនឲ្យវា80000នឹងទុកថាអញសណ្ដោសប្រណីណាស់ទៅហើយអញមកធ្វើស្អីនៅទីនេះអញមិនបានប្រាប់ឲ្យអញទៅជួសជុលទូកទេអីស្ដាប់ភាសាមនុស្សមិនយល់ទេហីដើម្បីងាននានខ្ញុំសុខចិត្តបោះបង់គិតយូរទាំងអស់ឲ្យតែអាចជួយកូនស្រីខ្ញុំបានរឿងអីក៏ខ្ញុំអាចទ្រាំបានដែរបងលៃនេះគឺជាអ្នកនេសាទដែលបងនិយាយប្រាប់មែនទេគ្មានភាពអង់អាចសោះតាមពិតទៅលោកកាពីតែនជាងក៏មានថ្ងៃលុតជង្គង់អង្គវគេដែរតើលៃខ្ញុំខុសហើយខ្ញុំអង្គវរែងសូមអញជួយសង្គ្រោះកូនស្រីខ្ញុំផងថ្ងៃស្អែកនាងត្រូវចូលបន្ទប់ផ្ទះកាត់បដូរគូឆ្អឹងហើយអញឲ្យខ្ញុំតែ70000ទៀតមកក៏បានដែរខ្ញុំនឹងធ្វើគោធ្វើសេះបំរើអញធ្វើការឲ្យអញមួយជីវិតហ្មងខ្ញុំអង្គវរែងហើយណាយានអើយមិនមែនអញមិនឲ្យលុយអញទេតែក្រុមហ៊ុនវិលលុយមិនទាន់មែនទូកត្រូវជួសជុលប្រាក់ខែកម្មករត្រូវបើកថែមទាំងថ្លៃសាំងស្អីទៀតនោះពេលនេះហៅប៉ៅអញស្អាតជាងមុខទៅទៀត
តែថ្ងៃស្អែកនាងត្រូវចូលបន្ទប់វះកាត់ហើយបើយឺតជាងនេះគឺហួសពេលហើយពេទ្យប្រាប់ថាបើរំលងខួរឆ្អឹងលើកនេះទៅគឺរោគអ្នកស៊ីគ្នាអត់បានទៀតទេនោះជារឿងគ្រួសាររបស់ឯងតើមុននេះអញឲ្យឯង80000 យ៉នរួចហើយគឺអស់ចិត្តអស់ចង់ហើយមិនអាចឲ្យបុគ្គលិករាប់សិបនាក់ក្នុងក្រុមហ៊ុនដាច់ពោះស្លាប់គ្រាន់តែដើម្បីជួយកូនស្រីអញទេមែនអត់បានហើយកុំមកយំទួញសោកនៅទីនេះចង្រៃណាស់ឆាប់ត្រឡប់ទៅរកវិធីផ្សេងទៅកុំមករំខានការសប្បាយរបស់អញសន្តិសុខឆាប់អូសក្បាលវាយកទៅក្រៅទៅ